ជំរាបសួរបងប្អូននេះទឹកចិត្តសិស្សខ្ញុំគាត់យកមកឲ្យខ្ញុំ2 ដងហើយលើកមុនលើកទី1យកឲ្យស្វាយកែវល្មៀតនឹង3ផ្លែហើយនេះលើកទី2គឺមានស្វាយកែវល្មៀត2ផ្លែហើយខាត់ណាប្រហែលជា7 កន្លះគីឡូហើយស្វាយហើយនឹងខាត់ណាហ្នឹងគឺសិតតែជារបស់ធម្មជាតិដោយសារគាត់មានអ៊ំគាត់នៅកោះធំស្រុកកោះធំខេត្តកណ្ដាលហ្នឹងមានដាំបន្លែអញ្ចឹងគាត់យកខាត់ណាហ្នឹងមកផ្ញើខ្ញុំចង់សរសើរកូនសិស្សខ្ញុំប្រាប់បន្តិចចង់អួតពីកូនសិស្សថាកូនសិស្សខ្ញុំហ្នឹងល្អយ៉ាងណាគាត់ជាសិស្សល្អគាត់ខំរៀនគាត់សរសេរមេរៀនពេញហើយស្ដាប់គ្រូបញ្យលហើយចេះជួយយកអាសាណាពេលអ្នកណាមានរឿងអីហ្នឹងគាត់ជួយស្វះស្វែងរត់ទៅលិចរត់ទៅកើតអញ្ចឹងណាហើយពេលឃើញខ្ញុំមកដល់សាលាអញ្ចឹងគឺជួយយួរអីវ៉ាន់មានសភៅមានអីជួយយកដាក់ក្នុងថ្នាក់អីចឹងទៅហើយថ្ងៃមុនហ្នឹងនៅសាលាមានកម្មវិធីសូត្រមន្តអញ្ចឹងគាត់យកលុយយកទឹកសុទ្ធអីចឹងទៅរាប់បាតហើយពេលដែលលោកសូត្រធម៌ហ្នឹងអង្គុយស្ដាប់លោកសូត្រដល់ទៅចប់ពេលលោកសូត្រចប់ហើយគឺគាត់បោះព្រំឲ្យមូព្រំឲ្យមូកតេលឲ្យប្រមូលសម្រាមយកទៅបោះចោលនិយាយទៅល្អហ្មងអត់ដែលចេះមានរឿងជាមួយអ្នកណាទេហើយគឺដឹងខុសដឹងត្រូវដោយមនុស្សចាស់